វីដេអូមុនខ្ញុំធ្លាប់និយាយអំពីការសេរី chronograph ម៉ាស៊ីនស្វីសតែវីដេអូនេះសូមផ្ដោតទៅលើការសេរី chronograph ម៉ាស៊ីនជប៉ុនវិញម្ដងបងប្អូនជាទូទៅនាឡិកាដៃប្រភេទ chronograph គឺតែងតែឈរវាថាតនិចនេះគឺតែងតែឈរនៅចំណុច00ឬក៏គេហៅថាចំណុចលេខ12តនិចមួយនេះតនិចមួយនេះតនិចមួយនេះគឺពាក់ព័ន្ធនឹងគ្នាបងប្អូនរីឯពេលដែលយើងលេងខុសប្រក្រតីទៅវាអាចវាចមកខាងនេះអញ្ចឹងដូចនាឡិកាដៃមួយនេះអញ្ចឹងគឺតនិច chronograph វាអញ្ចឹងពេលដែលបងចុចខុសប្រក្រតីគឺវាតែងតែវាបែបនេះនេះគឺជាប្រភេទនាឡិកាដៃ Festina ប្រភេទម៉ាស៊ីនស្វីសនេះគឺជាប្រភេទ Festina ម៉ាស៊ីនជប៉ុនវីដេអូមុនក៏ខ្ញុំធ្លាប់និយាយអំពីប្រភេទសេរីម៉ាស៊ីនស្វីសថ្ងៃនេះខ្ញុំសូមសេរីរៀងត្រួសជូនពុកម៉ែបងប្អូនមើលវីដេអូនេះខ្ញុំសូមផ្ដោតទៅលើម៉ាស៊ីនជប៉ុនវិញម្ដងចាជាទូទៅពេលដែលបងចង់សេរីតនិចនេះតនិចនេះឲ្យវាត្រង់គឺបងត្រូវតែដកក្បាលរុយវាឲ្យអស់គឺជាក្បាលរុយដែលតង់ឲ្យអស់ដែលសេរីម៉ោងនៃនាឡិកាដៃមានន័យថាយើងសេរីម៉ោងចេះបងប្អូនចាសេរីម៉ោងអញ្ចឹងបានណាអញ្ចឹងយើងចុចទាំងលើក្បាលរុយទី1និងទី3ឲ្យស្មើដៃគ្នាខ្ញុំឃើញតនិចវាវល់ហើយបន្ទាប់មកយើងចុចអាលើនេះមួយមកគឺវាធ្វើកាយវិការបើយើងចង់ផ្ដោតតនិចមួយនេះទៅជាតនិចក្រោមឬក៏តនិចនេះយើងចុចអាក្រោមមួយអញ្ចឹងតនិចផ្សេងនឹងធ្វើចលនាបងប្អូនឃើញធ្វើចលនាបើមិនយើងចង់បដូរតនិចនេះទៀតអញ្ចឹងយើងចុចអាក្រោមនេះមួយទៀតអញ្ចឹងបដូរចលនាទៀតហើយនេះមកតនិចនេះបដូរចលនាមកតនិចនេះវិញអញ្ចឹងបងប្អូនសេរីវាចុចរហូតដល់វាត្រង់ទៅគឺវាត្រឹមត្រូវវិញទាំង3នេះបងសេរីឲ្យត្រង់ទៅគឺវាត្រឹមទៅវិញហើយចាវិធីសេរី chronograph នៃម៉ាស៊ីនជប៉ុនហើយឲ្យវាមកចំណុច00ឬក៏គេហៅថាចំណុចលេខ12បងប្អូនចាអញ្ចឹងជំហានទី1គឺបងប្អូនត្រូវតែដកក្បាលរុយឲ្យអស់ត្រង់ចំណុចសេរីម៉ោងនៃនាឡិកាដៃអញ្ចឹងបន្តមកទៀតបងប្អូនចុចក្បាលរុយទី1ហ្នឹងខ្ញុំហៅថាក្បាលរុយទី1ទៅបងប្អូននេះក្បាលរុយទី1ក្បាលរុយទី2ក្បាលរុយទី3អញ្ចឹងបងប្អូនចុចក្បាលរុយទី1សម្រាប់សម្គាល់លើតនិចមួយនេះហ៎បងប្អូនឲ្យត្រង់នៅចំណុចលេខ12អញ្ចឹងយើងចុចរហូតដល់វាដល់ចំណុចលេខ12ទៅគឺ chronograph វាឈរនៅចំណុចត្រឹមត្រូវអញ្ចឹងបងប្អូនចុចទៅចុចឲ្យដល់ចំណុចលេខ12ហ្នឹងគឺត្រឹមត្រូវហើយបងប្អូនអញ្ចឹងពេលដែលវាឈរនៅចំណុច00ហ្នឹងបងប្អូនមកសេរីតនិចមួយនេះវិញម្ដងអញ្ចឹងតនិចមួយហ្នឹងគឺគេសេរីនៅខាងក្រោមនេះហ៎បងប្អូនចាអញ្ចឹងបងប្អូនចុចដូចតែមិញមកចុចឲ្យវាដល់ចំណុច00មកគឺចំណុច chronograph គឺឈរនៅចំណុច00ទៅត្រឹមត្រូវអញ្ចឹងបងប្អូនចុចវារហូតដល់ចំណុច00ទៅចាអញ្ចឹងនេះគឺជា chronograph ដែលឈរនៅចំណុច00ទៅត្រឹមត្រូវតនិចវាឈរនៅចំណុច00ណាបងប្អូនអញ្ចឹងត្រឹមត្រូវហើយបងប្អូនកុំភ្លេចបិទក្បាលរួយវិញមិនអញ្ចឹងទេវានឹងចូលទឹកឥឡូវបងប្អូនបិទក្បាលរួយវិញទៅហើយបងប្អូនចុចលេងធម្មតាចុចក្បាលរួយទី1គឺ start និង stop អញ្ចឹងខ្ញុំ stop ទៅហើយ reset មកវិញមកចាអញ្ចឹងហើយ chronograph យើងគឺសេរីហើយចាអញ្ចឹងគឺវិធីងាយក្នុងការសេរី chronograph មែនតើណាបងប្អូនចាអញ្ចឹងវីដេអូមួយនេះសូមអរគុណសូមជម្រាបលាបងប្អូនតែត្រឹមប៉ុណ្ណេះ